រឿងដើមកំណើតរន្ទះគឺជាព្រេងនិទានខ្មែរដ៏ល្បីល្បាញមួយដែលឆ្លុះបញ្ចាំងពីជំនឿបុរាណទាក់ទងនឹងបាតុភូតធម្មជាតិរឿងនេះមានតួអង្គសំខាន់3រូបគឺមុនីមេខលារាមសូននិងអាជុនតោះមកតាមដានសាច់រឿងសង្ខេបដូចតទៅកាលពីព្រេងនាយមានឥសីមួយអង្គដ៏មានមហិទ្ធិឫទ្ធិបានសាកល្បងចំណេះដឹងសិស្សទាំង3រូបដោយសន្យាថាបើសិស្សណាអាចយកទឹកសន្សើមមកដាក់ពេញដបមុនគេនឹងប្រគល់វត្ថុស័ក្តិសិទ្ធិឲ្យរាមសូននិងអាជុនបានខំប្រឹងត្រងទឹកសន្សើមពីលើស្លឹកឈើម្ដងមួយដំណក់ម្ដងយ៉ាងលំបាកនាងមេខលានាងមានប្រាជ្ញាឆ្លៀសវៃដោយយកបណ្ដូលសម្លៃទៅដាក់ហាលលើស្មៅនាពេលយប់លុះព្រឹកឡើងនាងគ្រាន់តែពូតសម្លៃនោះចូលក្នុងដបក៏បានទឹកសន្សើមពេញភ្លាមដោយសារភាពឆ្លាតវៃនេះលោកតាអេសីក៏បានប្រគល់កែវមរកតដ៏មានឫទ្ធិទៅឲ្យនាងមេខលាចំណែករាមសូនបានពូថៅពេជ្រហើយអាជុនបានព្រះខ័នរាមសូនដោយមានចិត្តលោភលន់ចង់បានកែវមរកតពីនាងមេខលាក៏បានដេញតាមនាងនៅលើអាកាសនាងមេខលាមិនព្រមឲ្យក៏ហោះគេចពីការតាមប្រហាក់ប្រហែលរបស់រាមសូនប្លែកបន្តោនៅពេលរាមសូនដេញចិត្តទាន់នាងមេខលាក៏គ្រវីកែវមរកតឡើងថ្នាំបង្កើតបានជាពន្លឺចាំងប្លែកពេញផ្ទៃមេឃដែលយើងហៅថាប្លែកបន្តោផ្គរលាន់រាមសូនខឹងសម្បាយ៉ាងខ្លាំងក៏គ្រវីពូថៅពេជ្រទៅរកនាងមេខលាសំឡេងពូថៅដែលបោកតង្កិចនឹងអាកាសបង្កើតបានជាសំឡេងក្រហមខ្លាំងដែលយើងហៅថាផ្គរលាន់រាមទាស់បាញ់នៅពេលពូថៅពេជ្រនោះធ្លាក់ចុះមកដីបង្កើតបានជាកម្លាំងផ្ទុះឆេះយ៉ាងសាហាវទើបយើងហៅថារាមទាស់បាញ់ក្នុងពេលដេញតាមនោះអាជុនបានចេញមកជួយរារាំងរាមសូនកុំឲ្យធ្វើបាបនាងមេខលាប៉ុន្តែត្រូវបានរាមសូនប្រើពូថៅវាយប្រហារបណ្ដាលឲ្យអាជុនបោកតង្កិចនឹងភ្នំស្លាប់យ៉ាងអាណោចអាធមសេចក្តីសន្និដ្ឋានរហូតមកដល់សពថ្ងៃតាមជំនឿខ្មែរបុរាណរាល់ពេលដែលមានភ្លៀងធ្លាក់ហើយមានប្លែកបន្តោនិងផ្គូលាន់គេតែងតែនិយាយថានោះគឺជាការដេញដណ្ដើមកែវគ្នារវាងនាងមេខលានិងរាមសូននឹងឯង